ថ្ងៃនេះក៏ទិញដំណើរទិញចាយតាំងព្រឹកយ៉ាងថតអមថ្ងៃក្តៅចេះថ្ងៃនេះសាយបានឯងបើត្រង់ថ្ងៃមុនគឺត្រឡប់ច្រឡំអាកាឆេខ្ញុំគេថាខ្ញុំដល់ទិញឆ្កែយ៉ាប់វិញអ្នកលក់ចាយតើហ៎ណាបែបមកចង់បានបណ្ណាបណ្ណៃទេណានិយាយរួមទៅកាយច្រើនពេកនៅពេលតនេះអត់ឃើញនេះតែមិនដឹងលុយនៅណាហ្មងណាតែធ្វើអានេះតិចអានោះតិចហើយទៅបានលុយទៅហើយមកវិញថ្ងៃឡើងមកមើលកដោបញាស់បាត់ហើយបងអើយញាស់ពេញត្រង់មកពឹកបាត់នេះភ្លេចតែ40ថ្ងៃគឺលុយសុទ្ធហើយបងប្អូននេះញាស់ល្អអានេះញាស់តែ3ថ្ងៃខ្ញុំយកចេញបងយកខេចេញព្រោះវាញាស់អស់ញាស់ស្អាតបើសិនជាញាស់អញ្ចឹងរត់ទៅលើកវិញគឺពេលយើងទៅចាប់ទៅលក់គឺវាអត់មានខ្ចីហ្នឹងបងអានេះខ្ញុំថតយូរដែរតែអត់បានកាត់តទឹកថ្ងៃនេះកាត់តហើយកដោបហ្នឹងឥឡូវវាសក់បងប្អូនសក់ប៉ិនធុកសក់ម៉ាសានៅ3សាទៀតតាំងនេះហ្នឹងបងតាំងដាក់ពងចាប់លក់បើសិនជាបងប្អូនណាចង់ដឹងចៃទេសចាំអីក៏អាចខមមិនសួរបានអត់លាក់ទេខ្ញុំព្រោះគ្មានអីលាក់ទេការចិញ្ចឹមបែបធម្មជាតិនេះក៏ថតពីឃើញនេះទិញអត់បានណាបងណាហើយឡើងតិចបានតែកាន់ដៃដល់ក៏ធ្លេខេត្តនេះនៅខេត្តបាត់ដំបងឡើយបងប្អូនតែយឺថានេះរៀបចំទៅលក់ហើយបានប៉ុណ្្នឹងឯងហ្នឹងបានតិចហើយមកវិញក៏ហូបណែបងប្អូនមូខ្លួនឯងហូបខ្លួនឯងយ៉ាងដែរហើយកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនទៅបាន3 Subscribe បងប្អូនមើលជួយម្នាក់មួយមកឆាប់បានរលុយពី YouTube គេបងប្អូនហើយធ្វើវីដេអូក៏សង្ឃឹមឲ្យតែបាន Subscribe នេះបងប្អូនហើយនេះមេបងប្អូនដឹងអត់នេះមេអ៊ូក្រងបងប្អូនណាកុំភ្លេចចុច Subscribe ម្នាក់មួយបាយបាយទាំងអស់គ្នា